សួស្តីអ្នកទាំងគ្នាត្រឡប់មកវិញជាមួយនឹង Win Sharing ហើយលើកនេះគឺយើងនឹងសិក្សាអំពី address និង pointer អញ្ចឹង address ជាអ្វី address វាគឺជាទីតាំងមួយសម្រាប់ store ទុកនៅ variable នៅលើ memory របស់ computer យើងអញ្ចឹងនៅពេលណាដែលយើងនៅពេលណាដែលយើង create នៅ variable ពេលនោះគឺវាមាន address របស់ variable នោះនៅលើទីតាំង memory ក្នុង computer យើង store យើងដាក់ store address variable ដាក់ variable address ចុះ variable address in memory អញ្ចឹងឧទាហរណ៍ថាយើងមាន variable 2 មួយជា integer store ទុកនៅតម្លៃលេខ22និងមួយទៀតគឺ gender store ទុកនៅតម្លៃមានថា m ឥឡូវយើងសារ៉ានទៅមើលមុននឹងរ៉ាន់យើងមើលយល់សិនគឺ gender យើង print នៅតម្លៃរបស់ gender នេះ gender គឺយើង print នៅតម្លៃaddress ដើម្បី print នៅតម្លៃ address បានគឺយើងប្រើ format specifier p ហើយយើងប្រើសញ្ញា address នៅមុខ variable របស់វាអានេះក៏ដូចគ្នាដែរ p ហើយនឹងតម្លៃ address ឥឡូវយើងសារ៉ាន់នេះគឺជាតម្លៃ address របស់វាតម្លៃ m ណា22អានេះហើយនេះគឺជាតម្លៃ address របស់វាអញ្ចឹងយើងយល់ពី address ហើយគឺយើងទៅមេរៀនរបស់ address និង pointer មួយទៀតអញ្ចឹងឥឡូវយើងដល់ pointer ហើយនេះគឺជា pointer គឺវាមានន័យថាគឺជា variable មួយ pointer គឺជា variable មួយដែលវា store only address អញ្ចឹងគឺវាគឺជា pointer pointer ហ្នឹងគឺជា variable ដែលវា store តែ address អញ្ចឹងឧទាហរណ៍ថាយើងមាន integer x ស្មើ22តបមកគឺយើងបង្កើត pointer ដើម្បីបង្កើត pointer គឺយើងប្រើសញ្ញាផ្កាយ integer ផ្កាយគឺវានឹងស្គាល់ថា pointer ហើយយើងចាប់យក address របស់ variable នេះអញ្ចឹងនៅរបៀប print គឺដូចគ្នាយើងប្រើ pointer នេះចំពោះ x ប្រើ address x តែចំពោះ pointer ចំពោះតម្លៃគឺយើងប្រើអក្សរផ្កាយថែមផ្កាយដូចឈ្មោះដើមវាមកវានឹង print តម្លៃនេះគឺមានតម្លៃរបស់វាគឺតម្លៃរបស់ address x នេះហើយដើម្បី show នៅ address របស់ pointer ហ្នឹងគឺយើងដាក់ភាគរយ p ដូចគ្នាតែកន្លែងនេះគឺដកផ្កាយចេញមួយអញ្ចឹងឥឡូវយើង run ទាំងអស់គ្នានេះគឺដូចគ្នាសុទ្ធសាធ pointer address និង x address អញ្ចឹងឥឡូវយើងទៅមើលតកតងនឹងលំហាត់ loop ជាមួយនឹង address និង pointer array ហ្នឹងមានចំនួន5 element មានប៉ុណ្ណេះហើយខ្ញុំចាប់យក address របស់វាណាំហ្នឹង array ណាំហ្នឹងហើយយើងនឹង print តម្លៃណាំ print address ណាំ print address pointer ក៏ដូចជា address តម្លៃ pointer នេះគឺតម្លៃ pointer គឺយើងដកផ្កាយចេញអញ្ចឹងនៅពេលដែលយើងដកផ្កាយចេញអានឹងបង្ហាញនៅ address នៅពេលដែលយើងដាក់ផ្កាយគឺយើងបង្ហាញនៅតម្លៃរបស់ address ដែលចាប់មកហ្នឹងអញ្ចឹងតទៀតខ្ញុំនឹង run វាយើងឃើញតែខុសកន្លែងនេះគឺពួក array គឺយើងលុប address ចោលខ្ញុំលើអត់តបានដាក់ semicolon អញ្ចឹងដាក់ semicolon ទាំងអស់ចូលគ្នាវិញនេះខ្ញុំ copy paste អញ្ចឹង click ដាក់ semicolon តឥឡូវយើងសាក run មើលអញ្ចឹងយើងឃើញហើយតម្លៃទាំងតម្លៃ value របស់nămទាំងតម្លៃតម្លៃ address របស់nămគឺខ្ញុំអត់តបានដូរដាក់ភាគរយ p ឥឡូវយើងចាំដូរដាក់ភាគរយ p វិញព្រោះនៅពេលដែលយើងដាក់ភាគរយ d គឺមានន័យថាវាបង្ហាញតែតម្លៃទេអញ្ចឹងយើងសាក run ម្ដងទៀត
នៅខាងក្រោមគឺនឹងវាមួយទៀតគឺភាគរយ p ដែរយើងអត់ដល់ដូរចំពោះ address គឺយើងត្រូវណាភាគរយ p ចំពោះតម្លៃគឺយើងភាគរយ d មកអញ្ចឹងបន្តទៀតយើងរ៉ានម្ដងទៀតនេះឥឡូវយើងឃើញគឺវាចាប់បានទាំងអស់ដូចគ្នាទាំងអស់អញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់ហើយអរគុណអ្នកគ្នាដែលបានទស្សនាជម្រាបលាអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ